លោកត្រាំសារភាពថាពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់មែនទីបំផុតប្រមុខសេតវិមានដូណាល់ត្រាំសារភាពហើយថាលោកពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់មែនស្របពេលអាមេរិកនិងអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារសូម្បីទីតាំងស៊ីវិលរបស់អ៊ីរ៉ង់ក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times កាលពីថ្ងៃអាទិត្យទី29 ខែមីនា ឆ្នាំ2026ប្រធានាធិបតីអាមេរិកនិយាយថាជំរើសដែលលោកចូលចិត្តបំផុតគឺជាការយកប្រេងលោកចង់យកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ដែលអាចឈានទៅរកការរឹបអូសយកកោះខានដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់តែម្ដងលោកត្រាំនិយាយថានិយាយឲ្យត្រង់ទៅអ្វីដែលខ្ញុំចូលចិត្តបំផុតគឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុន្តែមានមនុស្សល្ងងខ្លះនៅឯសហរដ្ឋអាមេរិកនិយាយថាហេតុអ្វីបានជាលោកធ្វើបែបហ្នឹងប៉ុន្តែពួកគេទេដែលជាមនុស្សល្ងងនោះស្របពេលជាមួយគ្នានោះលោកបានប្រៀបធៀបក្នុងកិច្ចខិតខំប្រឹងប្រែងនេះទៅនឹងប្រតិបត្តិការនៅប្រទេសវេណេហ្ស៊ុអេឡាកាលពីខែមករានៅពេលសហរដ្ឋអាមេរិកចាប់ខ្លួនមេដឹកនាំនីកូឡាស់ម៉ាដូរ៉ូនិងមានផែនការគ្រប់គ្រងឧស្សាហកម្មប្រេងរបស់ប្រទេសនោះ